ព្រោះហេតុនឹងហើយមុនដំបូងព្រះអង្គទ្រង់បញ្ញត្តិពួកភិក្ខុដែលធ្វើសញ្ញាជាកសកាបន់ធ្វើកត់នោះនៅនគរកោ32អាឡវីនាំគ្នាធ្វើកត់បឋមហួសដល់សុំតគេសុំគេសុំភារៈដើម្បីសាងកត់នៅខ្លួនឯងសុំទីអាសុំមនុស្សដើម្បីយកមកកម្លាំងជួយធ្វើការងារដល់យូរទៅគេឃើញតែវងគោគេជិះខ្លួនហើយស្មានថាទៅលោកបិទទ្វារទាំងអស់លោកបិទបាត់ខានអត់ចង់បានទេមកពីសុំពេកហើយសុំពេកពេលមួយព្រះការសពលោកនិមន្តទៅបិណ្ឌបាតភូមិនោះមកនគរនោះសុំបិណ្ឌអត់បិណ្ឌបានមកព្រឹកទាំងអំបានឆាន់រមចង់បានដល់ជុំវត្តលោកសួរថាចុះស្រុកនឹងកាលពីដើមដែនអារវីនឹងជាអ្នកស្រុកស្ដំនគរនោះចាឥឡូវក៏ទៅជាទូរភឹកម្លេះលោកថាមិនមែនទូរភឹកទេព្រះអង្គមកពីពួកវត្តនឹងសុំគេពេកមកឲ្យគេដើរគេជិះខ្លួនបិទទ្វារគេអត់ចង់ឲ្យបាយមកពីដើរសុំគេពេកបានលោករាយការណ៍ព្រះកាសពរាយការណ៍ទូលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិកុំឲ្យដើរសុំគេធ្វើកត់ឲ្យត្រូវប្រមាណធ្វើធំហូបពេកដើរសុំទៅគេកាត់អាបត្តិទៅកត់សេនាសនៈបច្ច័យធូរជាងសេនាសនៈធូរជាងវត្ថុដតីយើងជាពោជនមិនញាតមិនវណ្ណាសុំគេបាត់បាចរិយាឯសេនាសនៈបច្ច័យកាត់អាបត្តិទៅកត់ទេតែការធំផុតធ្វើកត់ឯណោះមកធ្វើធំហួសប្រមាណធ្វើគ្មានទាយកជាម្ចាស់របស់ហើយដើរសុំគេទៀតដល់ព្រះបញ្ញត្តិមិនឲ្យដើរសុំគេនេះហើយឯបញ្ហាដែលលើកឡើងសួរនេះច្បាប់អត់មានទេអត់មានដើរសុំគេរយៈអីទេត្រឹមត្រូវល្អណាស់ប៉ុន្តែសាសនាវាយូរទៅវាទៅជាដើរសុំតែគ្នាតាមខេត្តមួយទៅខេត្តមួយអាខ្លះរបស់រស់ស៊ីមែនមិនហើយឥឡូវនេះបើសិនណាយើងញោមញាតឃើញកន្លែងណាសួរទៅលោកម្ចាស់មកពីណាមកហើយមានច្បាប់យ៉ាងណាបើអត់ទេចាប់យកលុយដូចអង្គបានហ្នឹងមកសុខបានចំណេញចាយបងអង្គបានវត្តពីបងខ្ញុំសម័យហ្នឹងចំណេញជាង 20000 ឯងថាចាយទៅឡើងទៅប្រទេសផ្លាស់កុំទៅដាក់គុកផងគ្រាន់បើនឹងប៉ុណ្ណឹងទេណាអាត្មាទើបសួរថាអាត្មាសង្ស័យថាភិក្ខុសាមណេរត្រូវនិយាយសំឡេងតិចអង្គុយក្នុងចន្លោះផ្ទះដូចជាភិក្ខុឬសាមណេរសំដែងព្រះធម៌ក្នុងចន្លោះផ្ទះតើប្រព្រឹត្តទៅជាទោសដែរឬទេណាសំដែងធម៌អត់អីទេបងនិយាយពាក្យសាមញ្ញពាក្យតិចអ្មិនហៅពាក្យតិចដូចក្នុងផ្ទះមួយបណ្ដោយ12ហាត់6ម៉ែត្រប្រធេរៈទី1នៅខាងដើមប្រធេរៈកណ្ដាលនៅចំកណ្ដាលប្រធេរៈខាងចុងនៅខាងចុងឯប្រធេរៈទី1និយាយទៅប្រធេរៈទី2ឮនៅសំឡេងហើយស្ដាប់នៅសំឡេងនោះច្បាស់លាស់ឯប្រធេរៈទី3គ្រាន់តែឮទេកំណត់ពាក្យមិនបានពាក្យនេះឈ្មោះថាពាក្យតិចពាក្យល្មមពាក្យមិនត្រាបានបើនិយាយទៅហើយលោកមហាថៃទី3នោះលោកឮច្បាស់ស្ដាប់កំណត់ពាក្យសំឡេងច្បាស់ឈ្មោះថាសំឡេងធំត្រាបាត់ទៅគាត់តែនេះនិយាយពាក្យសំឡេងសាមញ្ញបងបើសំឡេងធေါ်អត់ទោសទេបងសំឡេងធေါ်អត់មានទោសពេកអីទេប៉ុន្តែមានពាក្យមួយថាបើលោកជាអ្នកសំឡេងធំសំឡេងនោះតាហានិយាយធំនឹងសភាពនៃអ្នកសំឡេងធំមកដល់និយាយខ្សឹបក៏ខ្លាំងដែរអានោះអត់កាត់ទោសដែរមិនចាត់ទោសទាំងអស់ទេព្រោះខ្លាំងឲ្យតាហាមកនិយាយបើទៅជាលឺបណ្ដោយខំសឹបក៏នៅលឺខ្លាំងហើយបើសភាពចរិតត្រឡប់មកដូចនោះវាស្នាគ្នាបញ្ចុងទៅហើយអានោះក៏អត់កាត់ទោសនេះដែរហើយតទៅទៀតដូចជាភិក្ខុឬសាមណេរមើលទៅឆ្ងាយទៅទោសដូចជាលោកនិមន្តទៅលេងស្រុកហើយច្រឡំផ្ទះហើយក៏ងើបមើលទៅឆ្ងាយរកមើលផ្ទះញោមឯណាត្រូវទោសដែរទេតែអានឹងចឹងបងតែក្លែងមើលណាថាដើរសង្រួមមែនតែមានកិច្ចដែលត្រូវចូលទៅនោះចូលក្នុងភូមិនេះភូមិនោះផ្ទះខាងនេះខាងនោះមើលទៅបើស្គាល់ចាំមើលមិនស្គាល់ចូលផ្ទះគេថាញោមអីមិនក៏បើមើលស្គាល់នឹងហើយដូចជារឿងពេលប្រហែលសិលមុនដែលគេសួរអំពីរឿងនឹងដែរដែលខ្ញុំឡានថាសង្រួមពេកប្រយ័ត្នចូលផ្ទះគេទៅដបងគេក្នុងផ្ទះហ្នឹងតែបញ្ហាម្ដងមុនអានឹងទៅក្លែងមើលឲ្យស្គាល់ដែរបងគាត់ថាសង្រួមមកជួននឹងដោយគ្មានហេតុអ្វីអញ្ចឹងយើងមានហេតុត្រូវដឹងចូលចេញភូមិញោមនៅកណាបំដឹងក្លែងមើលអត់កាត់ជាទោសបានទេបងព្រោះដើម្បីសម្គាល់នឹងមានហេតុមួយនិយាយពីអន្តរាយមួយមានហេតុដែលត្រូវមិនស្គាល់មកយ៉ាបាត់4តែមើលជួននេះយ៉ាបាត់ណាយ៉ាបាត់4ឈរយ៉ាបាត់ក្នុងវិន័យនេះដើរហើយអង្គុយដើរអង្គុយអញ្ចឹងបើសិនទាំងផ្ទះងាកទៅឡើងងាកឆ្វេងទៅឯណាដល់ណាឡើងសងមិនកើតទេបើសិនបើទៅលើបើទៅដបូលហ្នឹងហើយបើសិនហើយងាកឆ្វេងបើទៅខាងឆ្វេងមើលទៅស្ដាំងាកស្ដាំបែរទៅឆ្វេងនិយាយចំពោះអង្គុយនិងឈរ
អង្គុយនឹងដើរហើយបើឈរក៏លេចមើលដើម្បីក្រៃមានអន្តរាយអ្វីក៏អត់មានទោសដែរនេះក៏លេចមើលផ្ទះញោមអញ្ចឹងបើមិនស្គាល់អានឹងក៏លេចមើលអានឹងមានហេតុទេបងមានហេតុបើមិនស្គាល់នឹងចូលផ្ទះណាញោមបើក៏លេចមើលអត់កាត់ទោសកើតទេបងមកទៀតពាក្យអត្ថបាយអំពីពាក្យថាវិន័យអំពីពាក្យវិន័យឃើញថាពីរោះគួរឲ្យចង់ស្ដាប់គួរឲ្យចង់ដឹងប៉ុន្តែមិនដឹងនៅគម្ពីរភាគប៉ុន្មានសូមលោកគ្រូមេត្តាប្រាប់គម្ពីរភាគនោះដល់អាត្មាផងដោយសេចក្តីអនុគ្រោះចង់ដឹងតាណាបងវិន័យមានតែតាំងភាគ1រហូតដល់ភាគ13ហ្នឹងចំណែកខាងវិន័យបងបើដឹងចង់ដឹងពាក្យតាណាគាត់ថាពាក្យអត្ថបាយអំពីព្រះវិន័យថាពីរោះគួរចង់ស្ដាប់ដឹងចុចចង់ពាក្យណាទេណាបង្ហាញពីបណ្ឌពាក្យនេះណាបណ្ឌពាក្យនេះពាក្យសួរនេះប៉ុន្តែបណ្ឌសួរពាក្យអត្ថបាយអំពីពាក្យថាពាក្យអត្ថបាយអំពីវិន័យឃើញថាពីរោះយកវិន័យមួយម៉ាត់មាន13ភាគបើចង់ចុចបញ្ហាតាណាបានឆ្លើយកើតដូចជាបរាជិកបើភាគ1បរាជិក4ណាដែរភាគ1ហ្នឹងបាន4សកាបត់ហើយភាគ2អានឹងសង្ឃេតិសែហើយភាគ2បាចរិយសង្ឃេតិសែហើយនិស្សកិយៈបាចរិយៈភាគ3ចូលភាគ4បញ្ចប់ទាំងអស់ហើយបើនិយាយសរុបទៅសកាបត់227នៅភាគ1 2 3 4អស់ហើយនឹង227មានប៉ុណ្ណឹងទេបើខណ្ឌកៈរកពីភាគ6ខណ្ឌកៈ22នោះភាគ6ចលវៈមហាវៈហើយចលវៈមាន12ខណ្ឌកៈ10ខណ្ឌកៈហើយចលវៈមហាវៈ10ខណ្ឌកៈចលវៈនោះវា12នឹងភាគ13ហើយបើព្រះអង្គចុចចង់តាណានឹងខ្ញុំកណាបង្ហើបថាបើចង់ដឹងក្នុងសកាបត់227មានពីភាគ1ដល់ភាគ4អស់ហើយសកៃវត្តចប់សកៃវត្តហ្នឹងហើយនឹងភាគ4បើបរាជិកភាគ1សង្ឃេតិសែភាគ2ភាគ3ចូលនិស្សកិយៈបាចរិយៈផងសតិកៈបាចរិយៈផងនឹងភាគ3ភាគ4សតិកៈបាចរិយៈខាងចុងផងព្រមទាំងសកៃវត្តអស់ភាគ4ណាភាគ5បានវិន័យពីកូនន័យទាំងអស់ហើយភាគ6បានចូលខណ្ឌកៈហើយខណ្ឌកៈនោះចូលវៈមហាវៈរាប់ពីភាគ6 7 8 9 10 11 12 11 12 13អានឹងមហាបរិវារៈភាគ13ភាគ12 13នឹងសូមកែចង់មើលតង់ខណ្ឌកៈណាអាត្មាភាពសូមចម្រើនពរដល់លោកគ្រូធម្មមេចាដែលបានអធិប្បាយពាក្យថាវិន័យកន្លែងដែលភិក្ខុសាមណេរហែលទឹកឃើញថាពីរោះហើយអាត្មាភាពហ្នឹងក៏មិនដែលឃើញនៅក្នុងគម្ពីរណាក៏មិនដែលឃើញហើយក៏មានការងឿឆ្ងល់ចង់ដឹងចង់នៅគម្ពីរនោះដើម្បីស្រាវជ្រាវឲ្យដឹងជាក់ស្ដែងហើយដូច្នេះហើយសូមលោកគ្រូប្រាប់គម្ពីរពីនៅភាគប៉ុន្មានទំព័រទីប៉ុន្មានដល់អាត្មាភាពផងហើយដូច្នេះសង្សារបាណវៈបងសារបាណវៈមើលសារបាណវៈចូលភាគ4បងភាគ4ខាងដើមសារបាណវៈហ្នឹងសារបាណេបាចរិយ៉ាងនិងសារអង្គលីបដោតកេបាចរិយ៉ាងនិយាយពីចាក់គ្នាហៅថាគេបាចរិយ៉ាងនឹងលេងទឹកគ្រូសូមកុំអានខ្ញុំពេកស្ដាប់បានណាកពីអីមិញកពីវិន័យបៃដកភាគ4និយាយអំពីសារបាណវៈក្នុងសារបាណវៈហ្នឹងសារទី1ក៏សារសកាបត់1បានអង្គលីបដោតកេអានឹងនិយាយពីចាក់គ្នាសារបារវៈមិនសារបាណវៈបងបើក្នុងសកាបត់ចាក់គ្នាលេងនេះតលៈសតិកៈសកាបត់សារបាណេបាចរិយ៉ាងអង្គលីបដោតកេបាចរិយ៉ាងឧតកេហត្ថសាមេបាចរិយ៉ាងសកាបត់ទី3នៃសារបាណវៈអានឹងនិយាយពីលេងទឹកសារបានឹងមើលសកាបត់ហ្នឹងដូចខ្ញុំណាថាអញ្ចឹងបងដែលលេងទឹករាក់ទឹកជ្រៅយ៉ាងម៉េចបើចំណាប្រគេនហ្នឹងអានឹងពីហ្នឹងចឹងមែនហើយនឹងអស់បញ្ហាណាលោកគ្រូអរគុណនៅពាក្យនៅ5-10នាទីទៀតហើយមានអីដែរព្រះអង្គទៅសួរឲ្យបញ្ហាផ្ទាល់ព្រះអង្គមុនមកចាំដើម្បីបំពេញពេលវេលានៅតិចទៀតបងអស់ចម្ងល់ហើយចង់ដឹងកន្លែងហ្នឹងតែមួយដល់ថ្ងៃចាំមិននៅពាក្យបន្តិចខ្ញុំនិយាយពាក្យបន្តិចខាងដើមអញ្ចឹងព្រោះនិយាយតាទាំងអស់គ្នាយើងមិនសុំទៅទាំងអស់គ្នាមិនបាឡាឡើយនិយាយតាឡាមកនិយាយថយរកកាពេលមកដល់ភាពសូមចម្រើនពរសួរលោកគ្រូក្រែងលោកញាតិញោមបងប្អូនយើងហ្នឹងគាត់ឃើញលោក
từ đào lên ở chân tứ Việt Nam ở khăn đừng lô chẳng á để cho nó xong lô cửu chui đầm bay xâm đại pre vị này nắng bình vô đo quạt ở bàn vô phòng ai quạt che pre vị này chân tứ lại đồ quạt miền ca vô cho làm từ lô chẳng hay sầm nô được không nhưng mà cả áp mà phiền nó cứ chẳng xua lô cửu âm pi rương ca đại bị khổ lô bộ phết pra mà trả dễ thua không phải Phậtศาสนา giờงี้nè cứ thà bà sanh chia lột nâng chia asa parot thế phần tai lột ai bộ phết từ tam thua vì này bàn hay lột ai mơ nghe bị khổ đấy mình ban bộ phết nữ pre vì này nữa ta miền ca khó chuông đây thế được rồi chúng tôi phải nhà hà đấy đại bị khổ lột chia asa parot dân tới lột bộ phết tự tới tam pre vì này con tai lột mơ nghe nè tí á trăng nắng miền khó chuông này đại thế nè ta vừa nhớ chứ ạ sắp vào ngay võng rồi thực hạ bọn bỏ phèn lại chuông phải nhặt lớn làm bay nâng hàm khót cài về cha ai lời chặt nốt và dương tay tô tuôn từ tam cài về cha lại bọn hàm dạng lá còn nằm thì với chẳng đầu tư con tay bạc tuôn bàn thôi trời hơi nặng để thôi khó ọt miền được mấy tay điều kia là khẩn tì tay này dưới từ này dưới rồi thả này xong rồi bọn thực hạ bọn môi miền lo bọnตัวตีมวยซองแค่สดตายยะเราไปถึงเลยเราซองแค่พาสดตายยะเราไปสบายเราซองตุ่มมังโกนั่งปกเรียนนั่นเลยก็หายยะเราไปสองคอดสองต้นเลยไปโคตรไล่ปลุกเสลปลุกเอาไปโคตรนั่นปลุกเสลยี่ปลุกเสลเม้นยี่เอาขั้นไหมบ้างปลุกไหลขั้นเรื่องราวเตียงอ๋อไล่เกี่ยวเรื่องอะไรอาจจะก็ต้องให้หลบผมไปยังการลอยกบซอลจัดก่อเมียนการลอยอักกบซอลจัดก่อเมียนปลุกกาลวกบังกอให้ต่างอ๋อลอยกสลจัดก็tới chia เรื่องแหล่กสลจัดก็เรื่องแหล่จะกสลจัดอะไรกสลจัดคือขันกี่หายแต่นี่ยี่ตามฉบับสดอันนั้นก่อนบาปไว้นะเราจัดจะกสลให้บาปให้แต่บาปให้มันคล้องปีในตีมวยนี่ยี่ตามใจตามไปเลยเจียกสลจัดตีจัดละอสลดโบนี่ยี่จ้องเอากี่บ้านละอเตอคือนี่ยี่ลอยเปียกไปมันให้มันรู้อันเมียนก็ไปตัดจัดขันหักน้องอันเมียนตีนู้ตามใจละอแต่เรานี่ยี่ลอยเปียกนู้trong nơi kỳ khó anh chặt khẩn thòng phải khẩn khó anh nước bàn thằng ác có sao là chất tới chia riêng chọt và càng khía rồi ăn tới giờ riêng bị viết mới bị viết tiền thì có anh nói anh lúc viết tiền thì có bị viết tiền thì có lại cả lắm ông pi hai lọc của mày dáng tăng pi thò ha mình thò mình thò thà thò rồi thò mô điไปเตะmình thòสำไรthà thò rồi thò mô điไปเตะmình thòสำไรทำเป็นthòตัววิ่งlà hốt vào hàng trong rồi tiêu từ bắt mình men thà bắt tha la bắt mình men là bắt tê tha bắt từ bênประปัญญาทำประปัญญาประมันปัญญาทำประปัญญาเราโหดเราบัตรตุทลาบัตรธาตุทลาบัตรเปียต่างอ่อนนู้เลิกล้างสำลักจากไรมกเนื้อปีอย่างลอยตู้สะจัดลอยกสลจัดจังใบก่อเมียนลอยกสลจัดจังใบก่อเมียนรวมมูลให้ไหลล้อมไอ้กาเจ้าอากาเลิกล้างของปีตัวนี้เมียนจัดเจ้ากสลก่อเมียนที่กสลก่อเมียนป้อนใจโลกนาได้เลิกล้างท่าอ่อยนั่นเป็นไอ้ขั้นห้องอันนั้นจัดบาปไอ้ท่าขั้นก็จัดบาปไอ้ท่าจีบบ้านนี้bà chặt ba bay thả lúc nó ra ban giờ được không trồi việc gì bị có bằng này bạt bà chỉ giật giật lúc anh đâu bà chơi con tay tha rồi khẩn anh ấy mua tha lúc hiền tha bị có bằng này đôi cháu tới bạt bà chỉ giật rồi chơi miệng đọc giá mà bà chặt trồi việc chơi đây lúc nào thời tầm tới chơi khó nhớ lúc bà chơi bạt cho con tất cả cái hiền tha chắc bạt bà chỉ giật luôn này con là tha chỉ một bạt bà chỉ giật bị chơi phải lắm chơi trái mình bà chỉ giật đi bọn anh này là việc lực láng không việc lại thaแต่เดียวเราเขียนเขียนอดบานตีปรนนาเฟือล้อก็เฟือเต้นนาเฟือมันล้อก็เธอตามไม่เธอไม่ได้ตามอย่าทางตามหลอกลวงไอ้ยังเกี่ยวบาสอนโน้ก็ได้ข้างบาสอนก็ได้เมียนกาส่งออกกาเจียมุ่นปรฉบับศาสนาเมนเคยลูกนาเตยตัวหายลูกปีขบฟังเขียเคยลูกนาเตยตัวลูกไอ้ตระบัดนี่มวยลูกไอ้ตระบัดนุ่มมวยเอายิงจังนี่ยิงขมานาส่งออกกาลำใบนิเย่bà xong ở cả hai dân này dây làm phi tuồng tới từ cái lô trà tốt ba mình xong ở cả tê hiên này dây cắt ở ban tục quạt xong bay lúc nó tới tuồng bên quạt rồi mình ao này dây tê ông phi bịa thả bạt vào nói ở xong tô xanh ở xong ở cả xanh vì ở cả chỉ bịa môi làm bay thui chân ở xua bà dân xong ở cả hai đôi dân và sợ nó khơi lục xong làm môi bị dân thơ khó dân còn đang là còn khẩn cái bà đấy khẩn này tiết anh dùng bà này tiết lại bởi trong này dây lục làm môi là lòi bịa thả
អ្នកនោះគួរនិយាយបានព្រោះស្និទ្ធស្នាលក៏យើងនិយាយទៅសូមឱកាសលោកម្ចាស់ខ្ញុំណាសូមនិយាយខ្ញុំណាធ្លាប់ឃើញច្បាប់បញ្ចេះលើលោកម្ចាស់ធ្វើដូច្នោះគួរដែរឬមិនគួរអានឹងទៅគួរនិយាយគ្នាប៉ុន្តែនិយាយធំផុតដល់សូមឱកាសឲ្យបងព្រោះលោកណាដែលធ្វើត្រឹមត្រូវគេធ្វើមិនត្រឹមត្រូវឲ្យថាឲ្យគេបដ ாய் ថាឲ្យចិត្តខឹងកាត់អាបត្តិបើថាចំពោះមុខដោយពាក្យជេរ10យ៉ាងជាតិនាមកូដការងារសិលសាអាពាតភេទកិលេសអាបត្តិពាក្យជេរថោកទាបដល់ពាក្យថាអាបត្តិនេះដោយលោកណាមួយត្រូវអាបត្តិបរាជិកមែនហើយនិយាយថាអាបរាជិកអានឹងក៏ត្រូវអាបត្តិខ្លួនឯងទៀតគេជឹកមែនហើយលើជេរទៅត្រូវគេត្រូវទៀតតើសូមឱកាសសិនសូមនិយាយឥឡូវពាក្យដែលព្រះអង្គលើកឡើងបាញ់មិញនេះសូមបីលោកនិយាយលោកតាដែលយើងចេះដឹងច្បាប់ទាំងអស់គ្នាដែលចំណាដែលបានដឹងច្បាស់ហើយឃើញលោកណាធ្វើខុសកុំទៅខឹងលោកអីប្រសក់ណាក៏ដោយដែលខ្ញុំមិនទាន់សុំសិល5ដោយគេរកត្រីសាច់អ្វីក៏ដោយគេបៀតបៀនផ្ដាច់ជីវិតដល់សត្វណាជ្រូកឆ្កែស្មាជ្រូកមន់ទាក៏ដោយធ្វើមិនតាមយថាកម្មរបស់គេទៅបើកូនចៅយើងគួរនិយាយបានក៏យើងគួរនិយាយទូនមានគ្នាទៅបើយើងមិនគួរនិយាយបានទេក៏កុំនិយាយព្រោះយើងធម៌វិន័យត្រូវតែបើកដូចជាព្រះអាទិត្យប្រច័ណ្ឌបានពីកូននាំគ្នាបើកទៅប៉ះពួកឆាប់អគីនេះទុះនេះទុះនោះសន្លត់រហូតវាយត្រឡប់វិញព្រះហាមវិញបើកុំចេះតែបើកទាំងអស់ណាមើលបរិស័ទសិនសឹមបើកទាំងអស់មិនបានទេតែបើកទាំងអស់ប្រគ្រោះថ្នាក់បរិស័ទណាគួរនិយាយបរិស័ទណាមិនគួរនិយាយប៉ុន្តែខ្ញុំណាខ្ញុំបានដោយពិបាកដែរខ្ញុំណាជាអ្នកនិយាយមានន័យដល់អស់លោកសួរក្តីហើយព្រះអង្គសួរក្តីសួរបញ្ហាខ្លះតែឆ្លើយទៅជន់លើគេហើយឯរូបខ្ញុំណាសូមទូលចុះឲ្យតែសួរឆ្លើយហើយកុំឲ្យតែភ្លើលោកអត់ចេះឆ្លើយទេបើភ្លើវិន័យចេះខ្ញុំឆ្លើយប៉ះពៀលលើណាអត់ដឹងទេដឹងពីឆ្លើយបញ្ហាអានេះអត់ជាឆ្លើយអញ្ចឹងបណ្ដោយបងអានឹងខ្ញុំណាសូមបិទទោសណាបងគ្រប់អង្គឲ្យអត់និយាយតាដល់តែសួរឲ្យខ្ញុំឆ្លើយហើយតែឆ្លើយឲ្យប៉ះពៀអីអត់ដឹងទេអានឹងបញ្ហាបងអង្គមានចម្ងល់ទៅណាបងដល់នេះអត់មកសំណួរទៀតលោកគ្រូសួរចាអញ្ចឹងខ្ញុំមកហើយបន្តិចវាថាយើងទាំងអស់គ្នាមិនសុំធររាក់ធរបាណាខ្ញុំចង់និយាយអញ្ចឹងណាយើងបាណាថាមិនសម្រាប់សត្វបាណាទេបាតាវារំលាយចាំមិនហៅបាណាមិនហៅបាណាទេបាតអនបើអីក្នុងកាំងខាលើកឡើង4ម៉ាត់ថាបាណោ1បាណាទេបាត1បាណាទេបាតី1បាណាទេបាសាសៈបាណាទេបាតាសៈចៈប្រយោគោ1អាមិនហៅសត្វអាមិនហៅបាណោអានឹងយើងគួរដឹងតិចដែរណាបាណោតេចេញទៅវោហារតោសត្វតោបរមត្តតោជីវិតិនទៅយ៉ាងពាក្យថាបាណោមួយម៉ាត់បាណោតាមលោកវោហាហៅថាសត្វពាក្យហៅថាសត្វហៅតាមលោកវោហាហើយហៅថាសត្វឲ្យពាក្យតាមអវិធម្មតាមបរមត្តហៅថាជីវិតិនត្រីយើងហៅថាតាមបរមត្តហើយយើងតាមលោកវោហាយើងថាសត្វហើយមិនហៅសត្វអីក៏ដោយតិពវិតិភវិភវេសង្សារន្តោសច្ចតិសត្វតោណាជាប់ចម្កាក់ដោយភពនឹងអីនៅហៅសត្វបើអិនប្រព្រំណាក៏សត្វដែរអារមណាទីសោកាមេសោអារមណាទីសោសច្ចតិសត្វតោណាជាប់ចម្កាក់ដោយកិលេសមានកាមរាគៈជាដើមមានរាគៈពីកិលេសឲ្យទៅនៅកិលេសហៅសត្វទាំងអស់នឹងពាក្យសត្វនឹងក៏បាណៈមួយម៉ាត់នឹងហៅតាមលោកវោហាបើតាមពិធម្មបរមត្តតោជីវិតិនត្រយ៉ាងនឹងពាក្យបាណៈមួយម៉ាត់អានឹងពាក្យបាណៈមួយទៀតបាណាទេបាតោទេចេញទៅយាយៈចេតនាយៈជីវិតិនត្រយុបច្ឆេតបយោកម្មសមុទ្ថាទេសាចេតនាហៅថាបាណាទេបាតោនោះបាណាទេបាតោសំដៅយកប្រយោគសំដៅយកប្រយោគនៃកិរិយាប្រយោគនៃកិរិយាកើតឡើងក្នុងការផ្ដាច់បងនៅជីវិតិនត្រីដោយចេតនាណាចេតនានោះហៅថាបាណាទេបាតោសម្រាប់លេខមកពាក្យថាបាណាទេបាតោសម្រាប់យកចេតនាមួយម៉ាត់នឹងផ្សេងគ្នាមួយបាណាអាបាណោនោះពាក្យថាសត្វឬជីវិតិនត្រីបាណាទេបាតោមួយម៉ាត់នេះសម្រាប់យកចេតនាបដោយចេតនាកងឡើងដើម្បីនឹងផ្ដាច់បងនៅជីវិតនោះណាបាណាទេបាតោញ៉ាបាណាទេបាតីមួយទៀតគេលើកជាឃ្លាបាណាទេបាតីដល់ម៉េចបាណាទេបាតីវាសម្រាប់យកបុគ្គលអ្នកប្រកបដោយចេតនានោះរូបបុគ្គលបដោយរូបមនុស្សរូបសត្វអីក៏ឲ្យតាណាមួយជាអ្នកនឹងសម្រាប់គេនោះមិននិយាយចេតនាក្នុងនិយាយរូបភាពនៃបុគ្គលដែលប្រកបដោយចេតនាផ្គងឡើងនឹងសម្រាប់គេរូបបុគ្គលនោះឈ្មោះថាបាណាទេបាតីរូបបុគ្គលសមាង្គីបុគ្គលោសម្រាប់យកបុគ្គលដែលប្រកបព្រមដោយចេតនាដែលផ្គងឡើងនឹងសម្រាប់គេនោះហើយបានទី4បាណាទេបាតាសៈចៈប្រយោគោប្រយោគនៃបាណាទេបាមាន6ឆៈប្រយោគោឥឡូវនេះមានបញ្ហាដែល
miềnចំពោះបញ្ហាខ្លះឥឡូវខ្ញុំណាដោះស្រាយទៅបើព្រះអង្គមានបញ្ហាអ្វីសូមបន្តបើឥឡូវខ្ញុំណាសូមដោះស្រាយបញ្ហាមុននោះសិនសួរថាខ្ញុំកណាសូមសួរថានៅកន្លែងមួយមានភិក្ខុមួយអង្គចូលទៅដើម្បីបិណ្ឌបាតក្នុងរោងនៃសិល្បៈការិនីមានស្រីម្នាក់ជាគណៈនៃសិល្បៈការិនីនោះសួរភិក្ខុនោះថាលោកម្ចាស់ហេតុអ្វីក៏បានជាមកបិណ្ឌបាតក្នុងកន្លែងនេះរឿយៗម្ល៉េះពេលនោះលោកឆ្លើយគេថាអាត្មាដែលមកបិណ្ឌបាតក្នុងទីនេះមិនមែនចង់បានចង្ហាន់បិណ្ឌបាតប៉ុន្មានទេឲ្យតែបានឃើញមុខញោមញយអាត្មាពេញចិត្តហើយញោមមិនបាច់ចាំដាក់ចង្ហាន់បិណ្ឌបាតក៏បានដែរសូមញោមចេញមកឲ្យអាត្មាឃើញមុខក៏បានមានអញ្ចឹងអានេះតែមានមែនណាមានមែនបានគេសួរនេះណាចាំបើលោកមានកំណត់អាក្រក់យ៉ាងនេះសួរបច្ចៈលោកមានកំណត់អាក្រក់យ៉ាងនេះតើទាយកដែរទំនុកបំរុងនោះអ្នកឧបត្ថម្ភនោះបានបនដែរឬទេអានេះសួរបច្ចៈបានបនដែរឬទេនឹងដាក់ទំនុកបំរុងហើយគ្រប់គ្រងបុគ្គលប្រភេទនោះឈ្មោះថាគ្រប់គ្រងសំគួរនឹងគ្រប់គ្រងដែរឬទេអានេះសួរពីរថាបានបនផងឬក៏មិនបានបនហើយឈ្មោះថាគ្រប់គ្រងដែរឬក៏យ៉ាងម៉េចបើយើងគ្រប់គ្រងបុគ្គលនោះឥឡូវបនព្រោះបនចក្កិណាភាំងសោតថាស្អាតទាំងសងខាងទើបបានផលច្រើនខាងអ្នកឲ្យក៏ស្អាតអ្នកទទួលក៏ស្អាតបានផលច្រើនហើយបើអ្នកទទួលមិនស្អាតអ្នកឲ្យស្អាតក៏ផលខ្សោយចុះមករហូតដល់ស្អាតខាងតែភិក្ខុហើយខាងប្រសក់មិនស្អាតឬស្អាតខាងប្រសក់ខាងភិក្ខុមិនស្អាតឬមិនស្អាតទាំងអស់គ្នាមិនស្អាតទាំងអស់គ្នាផលក៏តិចមកបើនិយាយតាមចក្កិណាភាំងសោតឲ្យសត្វដេរឆាន100គុណមនុស្សទ្រុសិល1000គុណcònបើយ៉ាងសត្វដេរឆានដែរអានេះcònបើយ៉ាងសត្វដែរណានឹងលោកដែររបៀបនោះហើយបើយើងគ្រប់គ្រងវិញគ្រប់គ្រងបុគ្គលដែលមិនគួរគ្រប់គ្រងអានឹងមកសងបិដកភាគ42នោះអបសាសនិយាយឋានលេបតាទាំងប្រយ៉ាងសេតេមិនដោះសេចក្តីជ្រះថ្លាក្នុងទីដែលមិនគួរជ្រះថ្លាហើយមិនបានដោះសេចក្តីជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លាពោលសរសើរលើបុគ្គលដែលមិនគួរសរសើរពោលបានតបបង្អាប់នៅបុគ្គលដែលគួរសរសើរនេះស្លាប់ទៅនរកដូចឡំយកទៅទម្លាក់ហើយទៅជ្រះវិញបុគ្គលដែលគួរជ្រះថ្លាក៏ជ្រះថ្លាបុគ្គលមិនគួរជ្រះថ្លាមិនជ្រះថ្លាហើយបុគ្គលដែលគួរសរសើរទើបយើងសរសើរបុគ្គលមិនគួរសរសើរក៏មិនសរសើរបង្អាប់ដែរបុគ្គលនោះបែកធ្លាយរាងកាយទៅកើតឋានសួគ៌ដូចឡំយកទៅនគរទុក្ខព្រោះរឿងនេះដែលយើងសរសើរមិនសរសើរព្រោះពាក្យសរសើរជាពាក្យដែលលោកនោះធ្វើតាមត្រូវតាមច្បាប់តាមទម្លាប់បើយើងសរសើរលោកនោះធ្វើខុសទេហើយសរសើរនឹងក៏បែរទៅខាងនរកឯណោះបើយើងអ្នកធ្វើតាមត្រូវហើយយើងមិនសរសើរយើងទៅនរកដែលលោកអ្នកតាមត្រូវនោះអានេះផែនការដែលយើងឲ្យទៀនក្តីពោលគ្រប់គ្រងក្តីដូចខ្ញុំណាបានលើកឡើងហើយនេះបញ្ហាមានប៉ុណ្ណឹងនេះព្រះអង្គមានបញ្ហាអ្វីក៏សូមព្រះអង្គមុនលើកបើអញ្ចឹងខ្ញុំកណាសូមឱកាសពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គដើម្បីសាកសួរនៅបញ្ហាព្រះវិន័យចំពោះលោកគ្រូតាមដែលធ្លាប់សិក្សាអំពីសំណាក់លោកគ្រូផងដែរដែលជាអ្នកបង្រៀននៅព្រះវិន័យរាល់ពេលនៅក្នុងអារាមវត្តសុភីនោះហើយក៏មានការងើយឆ្ងល់ចំពោះកិច្ចប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃនេះគឺការប្រតិបត្តិចំពោះព្រះវិន័យសូមសួរលោកគ្រូថាបើសិនតែជាផុតឧទេសនឹងលោកថ្លង់ហើយត្រូវទទួលនិមន្តអំពីសំណាក់ទាយុស្ដាប់មិនទាន់គេនិមន្តបញ្ចេញឈ្មោះភោជនទាំង5យ៉ាងភោជនណាមួយប៉ុន្តែលោកស្ដាប់មិនឮទេហើយលោកស្មានតែគេនិមន្តនឹងដោយត្រឹមត្រូវទៅតាមវិន័យវោហាគឺវោហានៅក្នុងព្រះវិន័យដូច្នេះលោកក៏ចាត់ភិក្ខុសង្ឃទាំង4អង្គទៅទទួលផាត់នោះទៅតែឈ្មោះថាជាគណៈភោជនដែរទេសូមលោកគ្រូអញ្ជើញមានប្រសាសន៍ត្រង់នឹងតិចផងសូមអញ្ជើញខ្ញុំប្រកាសណាសូមដោះស្រាយបញ្ហាប្រកេនព្រោះបញ្ហានេះពាក្យឡើងគេនិមន្តដោយចេញឈ្មោះភោជន5យ៉ាងគឺបាយនំស្រស់នំក្រៀមត្រីសាច់បាយនឹងផាត់តាក់ឬអោសនៈឬអណៈប្រែថាបាយនំស្រស់នំក្រៀមក៏ម៉ាសាក់មកយើងធ្លាប់ខាយសន្សំនំក្រៀមគឺស្ដៅត្រីសាច់ថាចំឈ្មោះដូច្នោះភិក្ខុ4អង្គឡើងទៅបើនិមន្តចេញឈ្មោះចំនោះ
bị khổ nàoទទួលtừ niệm môn không ti chỉ muộiទទួលniệm môn không ti xây nhà cái đấy niệm môn không ti chỉ muội nhà cái đấy hai từទទួលkhông ti chỉ muội kiaนี่ជាក្រឹតក្រមនៃការកាន់អាបត្តិនោះប៉ុន្តែពាក្យដែលព្រះអង្គសួរអំបញ្ញមិញនេះជាពាក្យដែលគេនិមន្តចេញចំឈ្មោះពុទ្ធជន5យ៉ាងតែភិក្ខុស្ដាប់មិនបានថាតែគេនិមន្តល្អទេថាគេនិមន្តត្រឹមត្រូវពាក្យនេះសិក្ខាបទនេះដែលលើកឡើងនិយាយពីគេនិមន្តចំឲ្យលោកដឹងច្បាស់ថានិមន្តចេញចំឈ្មោះពុទ្ធជន5យ៉ាង4អង្គឡើងទៅនោះត្រូវអាបានតែបើលោកស្ដាប់បានអានឹងចាំពិនិត្យមើលទៀតណាបងព្រោះបើពាក្យស្ដាប់បានថាគេនិមន្តត្រឹមត្រូវហើយសិក្ខាបទនេះខ្ញុំមិនអានធ្លាប់ដឹងមកដឹងថាទទួលពុទ្ធជន5យ៉ាងចេញចំឈ្មោះដោយសារគេនិមន្តចំឈ្មោះក្តីនិមន្តទទួលផាត់អោតនៈនឹងបាយដែរអនៈក៏បាយដែរផតៈក៏បាយដែរឲ្យនិយាយភិក្ខាទៅរួចចាក់ទោឯគេនិមន្តនោះនិមន្តកំណត់4អង្គផងហើយដោយប្រភេទ2យ៉ាងដោយគេនិមន្តមួយដោយភិក្ខុសូមគេមួយដូចជាភិក្ខុ4អង្គហើយសូមពុទ្ធជន5យ៉ាងនោះដើម្បីគ្នាឯង4អង្គសុំគេក៏ជាប្រភេទនៃអាបត្តិដូចគ្នាតែដល់ពាក្យដែលព្រះអង្គលើកឡើងដោយសារតែលោកនោះស្ដាប់មិនបានហើយស្ដាប់មិនបានហើយកាត់ទោសដែរឬមិនកាត់នឹងខ្ញុំមិនទាន់ហ៊ានសម័យដែរព្រះអង្គអញ្ចឹងតែពិនិត្យសិក្ខាបទនឹងជាសច្ចតកៈឬអចិត្តកៈកណ្ដាប់ភ្លេចដែរជាអចិត្តកៈបងបើអចិត្តកៈអត់រួចទេព្រះអង្គបើគេឲ្យតែគេនិមន្តចេញចំឈ្មោះពុទ្ធជន5យ៉ាងបើចេញចំឈ្មោះពុទ្ធជន5យ៉ាងហើយចំពោះ4អង្គឡើងទៅនោះកាន់តែបានទេបងសូមអនុមោទនាសូមត្រេកអរហើយសំណួរបន្តទៅទៀតលោកគ្រូបើសិនតែភិក្ខុអ្នកចាត់នឹងដឹងថាគេចាត់គេនិមន្តខុសហើយក៏ប៉ុន្តែចាត់ឲ្យសាមណេរមួយអង្គទៅជាគម្រប់4អង្គស្រាប់តែសាមណេរនឹងទៅដល់ក្នុងគណៈដែលទទួលហ្នឹងស្រាប់តែលោកបំពេញឧបសម្បទាទៅក្នុងគណៈដែលទទួលនិមន្តគឺលោកនៅជាសាមណេរទេស្រាប់តែដល់ពេលទៅទទួលផុតលោកបំពេញឧបសម្បទាអញ្ចឹងទទួលបានដែរទេចាត់កាត់ទោសលោកដែរទេគ្រូអញ្ចឹងអាកាលនេះព្រោះពេលគណៈដែលទទួលជាមួយគ្នាប៉ុន្តែពាក្យថាជាមួយគ្នាគឺភិក្ខុនិងភិក្ខុហើយរយៈចម្ងាយអំពីគ្នាក្នុងរវាង12ហត្ថជាមួយគ្នាទេបើលើស12ហត្ថទៅខ្វះ1អង្គដូច1អង្គ3អង្គ2អង្គទទួលទៅហើយលោក2អង្គទៀតក៏មកចូលចាំទទួលឲ្យផុតនៅឆ្ងាយគ្នាចាំ12ហត្ថ6ម៉ែត្រ15ម៉ែត្រ20ម៉ែត្រឈរព្រះអង្គសិនក៏មកទៅទទួលអីសូម្បីប្រសក់គេមុនបញ្ញាប់អីទេឲ្យលោកទទួលសិនទៅយើងកែឲ្យរួចខ្លួននេះបើសិនណាជាមុនខុសទៅហើយធ្វើម្ដេចឲ្យទទួលកុំនៅក្នុងរវាង12ហត្ថដោយចិត្តគ្នានោះបើឆ្ងាយលើស12ហត្ថទៅទទួលជាមួយគ្នានោះក៏ឈ្មោះថាមិនទទួលដែរបើទទួលក្នុង12ហត្ថទៅឈ្មោះថាទទួលជាមួយគ្នាហើយដែលពាក្យដែលព្រះអង្គលើកឡើងបាញ់មិញនេះបើនិមន្តនោះវាចំ4អង្គទៅហើយតែអ្នកឲ្យនោះថាឲ្យសាមណេរទេតែដល់តែដំណើរទៅស្រាប់តែលោកញាត់តែជាភិក្ខុនោះបានភ្លាមទៅចូលទទួលវាចំតែគេនិមន្ត4ហើយឃើញ4មែនឯកលិចកលិតឯរឿងដៃកវេកបៈនៃយើងដែលចាត់ទៅ